ថ្ងៃនេះខ្ញុំមកធ្វើទឹកអំពិលទុំសម្រាប់បុកល្ហុងទៀតហើយសម្រាប់បងប្អូនអាជីវករដែលប្រកបមុខរបរលក់របស់ល្ហុងអីបងប្អូនអាចមើលវីដេអូនេះបានណាដោយសារតែវីដេអូនេះគឺខ្ញុំប្រាប់ពីទឹកផ្សំច្បាស់លាស់ហើយក្នុងគ្រឿងផ្សំនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំប្រើទឹកអំពិលទុំយើងហ្នឹងចំនួនកន្លះគីឡូទឹក1លីត្រកន្លះហើយកាពិ3ខាំស្ករស9ខាំស្ករត្នោត3ខាំទឹកត្រី3ខាំហើយគ្រឿងផ្សំហ្នឹងគឺដែលយើងថ្លឹងហើយគឺយើងត្រូវចាក់កូរចូលគ្នាឲ្យវាលាយហើយចាំយើងយកទៅដាក់រំងាស់នៅលើភ្លើងហើយស្រាប់អំពិលគឺយើងច្បាច់អស់សាច់មកហើយគ្រាប់យើងយកបោះចោលទៅបងប្អូនហើយយើងកូរគ្រឿងផ្សំទាំងអស់ឲ្យលាយចូលគ្នាហើយចាំយើងយកទៅរំងាស់លើភ្លើងមិនមែនកូរគ្រឿងផ្សំហ្នឹងនៅលើភ្លើងណាបងប្អូនហើយរំងាស់រយៈពេល1ម៉ោងឬក៏1ម៉ោងកន្លះតាមតែបងប្អូនចង់បានណាវីដេអូនេះខ្ញុំរំងាស់គឺខ្ញុំយកទឹកអំពិលទុំគឺរៀងខាប់ល្មមអត់យកប៉ពេកទេដោយសារតែខ្ញុំលក់បុកល្ហុងអញ្ចឹងគឺយើងយករៀងរាវយកខាប់ពេកក៏ដាក់បុកល្ហុងទៅអត់សូវជាទំនងដែរដោយសារវារៀងខាប់ពេកណាហើយយើងយករាវល្មមបែបនេះមកដាក់បុកល្ហុងទៅគឺអែមហើយរសជាតិនឹងគ្រឿងផ្សំដែលខ្ញុំបានថ្លឹងនេះគឺចេញមកគឺល្មមមកឆ្ងាញ់តែបងប្អូនចង់បានរសជាតិលើសនឹងឬមួយក៏អីបងប្អូនអាចថែមថយគ្រឿងតាមហ្នឹងណាបងប្អូន